សួស្តីបងប្អូនទាំងអស់គ្នានេះជាទស្សនភាពវីដេអូដែលចង់បង្ហាញអំពីទេសភាពនៅការឆ្លងសាឡាងពីត្រើយម្ខាងទៅត្រើយម្ខាងគឺឆ្លងពីកន្លែងស្ពានជ្រួយចង្វាបងប្អូនណាគឺកន្លែងគេហៅដស្វាយជ្រុំហ្នឹងហើយឆ្លងមកចូលនៅទឹកដីរៃស័តហើយខ្ញុំឃើញទេសភាពដ៏ស្រស់ស្អាតក៏ប្រឌិតយកនៅវីដេអូនេះចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តអញ្ចឹងទៅហើយក៏សូមអធិស្ឋានដែរបងប្អូនហៅដនឹងត្រូវមិនត្រូវយ៉ាងណាក៏សូមពុកម៉ែបងប្អូនអធិស្ឋានផងដោយសារខ្ញុំស្គាល់មិនសូវច្បាស់ទេបងប្អូនគ្រាន់តែថាធ្លាប់ចុះពីគល់ពៀនជ្រួយចង្វាមកយើងមកកន្លះសាំងទី1ទី2ចូលមកហើយយើងតែងតែមកឆ្លងដនៅទីនេះដើម្បីទៅខេត្តព្រៃវែងបងប្អូនណាហ្នឹងហើយដែលមានស្រុកកំណើតនៅព្រៃវែងអញ្ចឹងខ្ញុំក៏បានឆ្លងដនេះក៏ឃើញថាទេសភាពពិតជាស្រស់ស្អាតបងប្អូនមេឃស្រឡះល្អក៏ធ្វើវីដេអូនេះចែកជូនពុកម៉ែបងប្អូនទស្សនាលេងអញ្ចឹងទៅហ្នឹងហើយឲ្យឃើញថាទេសភាពពិតជាស្រស់ស្អាតណាស់ហើយការដែលខ្ញុំធ្វើដំណើរទៅនេះគឺទៅផ្ទះលេងបងប្អូនដំណើរកំសាន្តនេះយើងថាសម្រាប់ថ្ងៃចុងសប្តាហ៍អញ្ចឹងទៅហើយក៏ធ្វើវីដេអូនេះចែកម្លែកជូនពុកម៉ែបងប្អូនទស្សនាយ៉ាងណាឥឡូវពួកខ្ញុំកំពុងតែឆ្លងដមិនតាន់បានពាក់កណ្ដាលបងប្អូនឆ្ងាយបងប្អូនមើលទៅសន្លឹមហ្នឹងហើយហើយអមដោយអាគារពុះមើលទៅពិតជាស្រស់ស្អាតខ្លាំងបងប្អូនហើយមើលទឹកថ្លាខៀវតែម្ដងបងប្អូនស្តេងនឹងទឹកសមុទ្រដែរតែបងប្អូនទឹកសាបណាកុំច្រឡំថាទឹកសមុទ្រអានេះគឺទឹកសាបទេពណ៌ខៀវបាទហើយសាឡាងនេះនៅខាងនេះគឺគេហៅសាឡាងបងប្អូនណាគេចឹងហៅទូកណូតឬក៏ប៉ាល់អីហ្នឹងអានេះតែនៅទីនេះគេហៅសាឡាងបាទដើម្បីឆ្លងហើយសាឡាងដាក់បានឡានម៉ូតូច្រើនបងប្អូនមនុស្សក៏ច្រើនដែរបងប្អូនមិនមែនដាក់បាន3 4 10នាក់ទេណាឡានគឺសឹងតែ20 30គ្រឿងគឺឲ្យតែដាក់បានគឺសាឡាងដាក់ទៅអត់មែនព្រីបអត់មានច្រត់អីទេបងប្អូនគឺដាក់ទៅមកអេមតែម្ដងហើយមើលទេសភាពនៅដងទន្លេទៅបងប្អូនពិតជាស្រស់ស្អាតខ្លាំងបងប្អូនណាហើយនេះខ្ញុំឡើងទៅលើកំពូលនៃសាឡាងហ្នឹងហើយថតយកនៅបងដែលគាត់ជាអ្នកនេសាទគាត់ដាក់មួងដាក់អីហ្នឹងបងប្អូនហ្នឹងហើយគាត់វាយមួងវាយអីហ្នឹងនេះគឺការដែលគាត់លើកមួងមកគាត់ហើយបាទហើយខ្ញុំក៏ប្រឌិតយកនៅវីដេអូរបស់គាត់ដែរហើយក៏សូមអធិស្ឋានដែរដោយសារតែវីដេអូថតទៅចំគាត់អញ្ចឹងចេះតែប្រឌិតយកវីដេអូអញ្ចឹងបងប្អូនអានេះគឺការនេសាទនៅត្រីទឹកសាបមិនដឹងថាបានឬក៏មិនបានយ៉ាងណាបងប្អូនឃើញតែគាត់ច្រាវមួងឡើងហ្នឹងហើយនេះមើលទៅត្រើយម្ខាងចិត្តដល់ដែរបងប្អូនគឺស្រស់ស្អាតណាស់ហើយឥឡូវនេះក៏ពួកខ្ញុំធ្វើដំណើរឆ្លងដនគឺថាចិត្តផុតទេបងប្អូនហើយវីដេអូនេះអត់មានចង់បង្ហាញបងប្អូនគ្រាន់តែចង់បង្ហាញពីទេសភាពនៃការឆ្លងដរបស់ពួកយើងខ្ញុំដែលធ្វើដំណើរពីចេញពីភ្នំពេញទៅព្រៃវែងហើយក៏យើងធ្វើដំណើរតាមហ្នឹងគឺវាចិត្តទេបងប្អូនកាលណាដែលយើងធ្វើដំណើរតាមព្រៃតម្រាក់វារៀងវាងឆ្ងាយបន្តិចអញ្ចឹងគឺធ្វើដំណើរតាមហ្នឹងវាចិត្តជាងវាផ្លូវកាត់ជាងណាគ្រាន់តែយើងឆ្លងសាឡាងហើយវីដេអូនេះបង្ហាញតែប៉ុណ្ណឹងបងប្អូនអរគុណច្រើនសម្រាប់ការចូលទស្សនានៅវីដេអូក្នុង Channel YouTube របស់ខ្ញុំដែលមានឈ្មោះថាឆ្នាំខ្មែរបុរាណដែលពុកម៉ែបងប្អូនតែងតែជួយ like ជួយ subscribe ក៏ដូចជាចុចពាក្យជារបស់ខ្ញុំជារៀងរហូតមកនេះខ្ញុំសូមអរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនដែលតែងតែចូលទស្សនានឹងអរគុណច្រើនបងប្អូនបើមានវីដេអូដើរកំសាន្តឬក៏វីដេអូប្លែកៗខ្ញុំនឹងចែកម្លែកនៅក្នុង Channel នេះបន្តទៀតបាទហើយក៏សូមអរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនដែលចូលទស្សនាបាទអរគុណច្រើននឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាទសូមអរគុណនិងសូមជម្រាបលា